ចរិតមាយាទអាណាធិបតេយ្យរបស់ទេសចរចិនដែលបានបំផ្លាញការសប្បាយអបអរប្រទេសដែលទទួលនៅទេសចរចិនរអ៊ូគ្រប់គ្នាថានៅពេលទេសចរចិនយកលុយមកទៅចាយនៅក្នុងប្រទេសរបស់គេទេសចរស្បែកសទេសចរអឺរ៉ុបទេសចរនានាប្រទេសដែលថ្លៃធ្នូវាទៅជាថយចុះកន្លែងណាចិនទៅកន្លែងណាចិនស៊ីកន្លែងណាចិនដេកវាថ្លង់វាកើតបញ្ហាធ្វើឲ្យបរទេសវាមិននៅចឹងអញ្ចឹងដៃម្ខាងទទួលនៅផលប្រយោជន៍ល្អពីទេសចរចិនដៃម្ខាងទទួលការខាតបង់និងឈឺក្បាលពីទេសចរចិននៅអឺរ៉ុបជាទូទៅមតិគេសុខចិត្តទទួលទេសចររុស្ស៊ីទេសចរអីតែទេសចរចិនគេឈឺក្បាលណាគេឈឺក្បាលដែលយូរទៅយូរម្ដងរដ្ឋាភិបាលចិនក៏ទទួលស្គាល់ប៉ុន្តែភាគច្រើនកុម្មុយនីសតែងតែទំយើពលរដ្ឋខ្លួនឯងឲ្យយល់ឃើញថាវាជាសិទ្ធិសេរីភាពដែលត្រូវគេគោរពអញ្ចឹងវាឈឺក្បាលផងដៃម្ខាងចង់បានទេសចរចិនដៃម្ខាងត្រូវទទួលនៅជាភាពឈឺក្បាលនៃទេសចរចិនចំណែកឯពួកចៅចិនទុច្ចរិត scam ណាគឺកំពុងរុករៀននៅអាស៊ីនិងអាហ្វ្រិកចរាចរណ៍អាវុធមេខ្លែងខ្លាយលុយក្រខ្វក់កំពុងតែរាតត្បាតនៅអាហ្វ្រិកនៅអាស៊ីយ៉ាងខ្លាំងដែលបណ្ដាលឲ្យប្រទេសមួយមានបញ្ហានៅថៃចិនវាកំពុងតែធ្វើទុកថៃនៅខ្មែរចិនអត់ធ្វើទុកទេព្រោះប្រជាជនខ្មែរចូលចិត្ត scammer ថា scammer ហ្នឹងលក់តំណែងដាច់ scammer ហ្នឹងបានការងារធ្វើប្រាក់ខែក្រនបា scammer ហ្នឹងជួលផ្ទះបានលុយអីឡាក់នឹងឡាក់អញ្ចឹងនៅស្រុកខ្មែរគេមើល scammer ជាវិជ្ជមានហើយនៅស្រុកថៃហ្នឹងឥឡូវនេះគេកំពុងពួកថៃវាកំពុងតែវិលមកក្រន់តែនៅផ្សារចិននៅឈៀងម៉ៃហើយនឹងបាងកកពួកចិននៅស្រុកថៃល្វីងមុខនឹងការលក់ដូរម្ហូបចំណីចិនវាទៅបើកហាងនំប៉ាវវាបើកហាងនំដុតវាបើកហាងកាទៀវរញ៉ៃវាកើតបញ្ហានៅយុវរដ្ឋនៅ Chinatown អីវាបង្កើតបញ្ហានឹងមួយទៅសិប្បកម្មធ្វើចានឆ្នាំងនៅប្រទេសថៃលំអស់ហើយដោយសារផលិតផលចិនវាបុកដួលអស់លេងនៅផ្នែកខាងរុស្ស៊ីនានាដតីការធ្វើលិខិតស្នាមខ្លែងខ្លាយអីក៏មានបញ្ហាច្រើនការជួលផ្ទះហើយបំផ្លាញផ្ទះចោលក៏មានបញ្ហានៅប្រទេសថៃរហូតទៅដល់ជនជាតិចិនត្រូវបានគេរកឃើញថានាំសពាវុធឆ្លងកាត់ថៃពេលថ្មីនេះមានចិនវាបំផ្លាញឧបករណ៍អូតូម៉ាទិកនៅនឹងពលានយន្តហោះសវណ្ណភូមិទៀតសពគ្រប់មានបញ្ហាវាសពគ្រប់រហូតដល់អាចិនហ្នឹងនៅកំពង់សោមចិនគ្រាន់តែកាប់គ្នាដាក់វ៉ាលីទេនៅស្រុកថៃរកឃើញចិនអាកាប់ដាក់វ៉ាលីហ្នឹងមិនសូវទៅវិញវាទៅជាកាប់ដាក់ធុងចរយកទៅបដែតក្នុងទឹកបដែតក្នុងបន្លាយក្នុងអូអីឥឡូវនេះកំពុងរញ៉ៃសួរថាតើភាពរញ៉ៃឈឺក្បាលរបស់ថៃវាកើតពីណាមកចម្លើយកើតពីមន្ត្រីពុកអលួយថៃរកស៊ីជាមួយពួកចិនហ្នឹងឥឡូវនឹងពួកចិនហ្នឹងវាកើតបញ្ហាថៃកំពុងឈឺក្បាលហើយអ្នកនយោបាយថៃអ្នកនយោបាយខ្លះឈឺក្បាលតែអ្នកនយោបាយខ្លះកំពុងតែសងំរកស៊ីជាមួយនឹងជនទុច្ចរិតចិននេះក៏វាកើតឡើងអញ្ចឹងកាលណាខ្មែរយើងឮសូរអញ្ចឹងថាយើងកម្ពុជាមិនមែន Cambodia ទេយើងគ្រាន់បើថៃវាថៃ scammer ណាវាទៅជាអញ្ចឹងណានេះគឺជាអ្វីដែលយើងអនណាបើបានគេធ្លាក់ក្នុងរណ្ដៅជាមួយយើងអតែយើងមិនដែលគិតថាខ្ញុំចង់រួចពីរណ្ដៅហ្នឹងទេអានេះគឺជាអ្វីដែលកំពុងតែកើតឡើងសบายចិត្តកាលណាគេប្រឡាក់ដូចគ្នាសบายចិត្តកាលណាគេគ្រោះថ្នាក់ដូចយើងសบายចិត្តគេអាក្រក់ដូចយើងតែមិនដែលមានកំណើតមួយនឹកឃើញថាអញកើតមកចង់ធ្វើជាមនុស្សល្អអញចង់ធ្វើមុខរបរត្រឹមត្រូវគោរពច្បាប់យើងអត់សូវគិតអញ្ចឹងទេណា
អានេះគឺជារឿងដែលចិនកំពុងតែរៀបបាតនៅអាស៊ីអាហ្វ្រិកជ្រេលឹមខ្ញុំចង់ខំរៀនដូចអ្នកដែរដើម្បីខ្ញុំក៏អាចក្លាយជាវាគ្មិននយោបាយម្នាក់ដែរតើអ្នកគិតយ៉ាងណាចំពោះគំនិតនេះខ្ញុំឆ្លើយបានចេះចង់ដែរណាពាក្យថាចង់ដែរចង់ដែរពាក្យថាចង់ដែរណាពាក្យថាចង់ដែរចង់ដែរបើត្រឹមតែចង់ដែរធ្វើមិនកើតទេចម្លើយរបស់ខ្ញុំដោយច្បាស់លាស់គឺបើអ្នកគ្រាន់តែចង់ដែរណាជ្រេលឹមអ្នកមិនអាចធ្វើបានទេពីព្រោះចង់ដែរនឹងទី1ចង់ដែរចង់ធ្វើស្អីក៏ដោយឲ្យតែចង់ដែរគឺមិនអាចធ្វើបានទេទៀមទាឲ្យចង់មែនតែនទៀមទាឲ្យចង់មែនតែនបន្ទាប់ពីចង់ណាបន្ទាប់ពីចង់ត្រូវរៀនបន្ទាប់ពីរៀនត្រូវដកពិសោធន៍ទើបធ្វើបានត្រូវរៀនបូកនឹងពិសោធន៍ទើបធ្វើបានអានឹងទី2ត្រូវរៀនដកពិសោធន៍ទើបធ្វើបានពាក្យថាវាគ្មិនមិនមែនមនុស្សគ្រប់រូបคล้ายជាវាគ្មិនទេវាគ្មិនក៏ដូចជាមុខងារឬកិច្ចការដតីមិនមែនមនុស្សគ្រប់រូបអាចនិពន្ធបានទេមិនមែនមនុស្សគ្រប់រូបអាចធ្វើជាអ្នកនយោបាយបានទេមិនមែនជាមនុស្សគ្រប់រូបអាចធ្វើជាផ្ទះបានទេវាទាមទារការចូលចិត្តដ៏ច្បាស់លាស់មួយហើយនឹងការរៀនសូត្រហើយនឹងដកពិសោធន៍ទើបបានคล้ายទៅជាវាគ្មិនខ្ញុំឆ្លើយតែប៉ុណ្ណឹងគិតខ្លួនឯងតាតែបើត្រឹមតែដែរមិនអាចធ្វើបានទេខ្ញុំចេមសពដែលនិយាយបានបបាច់បបោចបានយ៉ាងច្រើនខ្ញុំចេមសពដែលបបាច់បបោចបានយ៉ាងច្រើនតាំងពីសម័យមិនទាន់មានUnicode ខ្មែរនៅលើអ៊ីនធឺណិតតាំងពីសម័យដែលមិនទាន់មាន website តាមត្រូវស្រួលតាក់ទងតាំងពីសម័យប្រើត្រឹមតែ email ខ្ញុំសរសេរអត្ថបទរាប់ពាន់អត្ថបទខ្លីៗរាប់ពាន់អត្ថបទខ្ញុំតបពិភាក្សានៅក្នុងប្រព័ន្ធ email រហូតឡើងមកដល់ប្រព័ន្ធ website chat រហូតដល់ប្រព័ន្ធ chat room សំឡេងរហូតដល់ចូលដល់ប្រព័ន្ធដែលមានរូបភាពពីឆ្នាំ1994 95 96ខ្ញុំសរសេរអត្ថបទនៅក្នុងកាសែតនិងទស្សនាវដ្តីពី96ខ្ញុំប្លូកក្នុងអ៊ីមែល chat មកឆ្នាំ2000ក្រោយមកខ្ញុំចេះតែតរហូតដល់បច្ចុប្បន្ននេះទន្ទឹមគ្នានឹងខ្ញុំជាមនុស្សអ្នកចូលចិត្តប្រវត្តិសាស្ត្រទី1ទី2នយោបាយទី3ខ្ញុំប្រកបការងារតាមជំនាញរបស់ខ្ញុំក្រោយមកខ្ញុំរកស៊ីតូចតាចអញ្ចឹងអ្វីដែលខ្ញុំធ្វើខ្ញុំមានប្រវត្តិទេពកោសល្យរបស់ខ្ញុំមាន history that tells about my talent នេះគឺជាអ្វីដែលខ្ញុំអាចជម្រាបជូនបានខ្ញុំអត់មានអួតអាងទេខ្ញុំមិនមែនជាវាគ្មិននៃពូកែល្បីល្បាញទេប៉ុន្តែខ្ញុំសូមប្រាប់ថាអ្វីដែលខ្ញុំមានហើយនិយាយរាល់ថ្ងៃនៅពេលដែលខ្ញុំធ្លាក់ខ្លួនឈឺហើយថមថយចុះនៅស្មារតីរបស់ខ្ញុំនេះច្រើនឆ្នាំណាស់ហើយទាមទារការសិក្សាការអានច្រើនអញ្ចឹងគ្រាន់តែចង់ដែរមិនកើតទេតើតែចង់មែនតើហើយត្រូវតែរៀនបូកនឹងពិសោធន៍អូខេក្រុមហ៊ុនឡានជប៉ុនក៏រលំដោយសារឡានចិននៅថៃក្រុមហ៊ុនឡានជប៉ុនដួលក្រុមហ៊ុនឡានអឺរ៉ុប
có đuồn trong hôn lan American có đầy pẹt có đầy pẹt nhóm chọn riêng chát đội nét đàm bấy nhóm ai chui bờ tê bọc nhóm con hái chẳng nhóm đánh tranh ao tới chui chưa nhóm đánh tranh đàm bấy ao tới chui bờ tê nè chưa cái gì bom cái admin mà rồi riêng nhóm đây bàn tay nhóm tới ao tới chui bờ tê Campuchia mua Marati demo khơi nhé khơi nhóm khơi nhé bom khơi nhóm đánh tranhไปโปรดจองเอาจำหน่ายไปทำไปช่วยประเทศนะខ្ញុំមិនមនុស្សអាក្រក់ទេខ្ញុំបញ្ជូនឲ្យទៅជួយប្រទេសណាSovan Darajan notice that សម្ដេចហ៊ុនសែន visit provincial no អត់ទេការផ្សព្វផ្សាយអំពីដំណើរសួរសុខទុក្ខមន្ត្រីតាមខេត្តរបស់សម្ដេចហ៊ុនសែនមានការផ្សព្វផ្សាយអត់មានស្ងាត់ទេមានការផ្សព្វផ្សាយមានការផ្សព្វផ្សាយណាសុវណ្ណតារាយិនមានចាប់អារម្មណ៍ទេក្រោយពីទូរទស្សន៍ PNN បានបិទទៅទូរទស្សន៍ Fresh News ក៏មិនសូវសកម្មភាពប៉ុន្មានដែរទូរទស្សន៍ជាតិកម្ពុជាគ្នាទៅមិនរួចទេបច្ចុប្បន្ននេះដោយសាររាជការចាប់មនុស្សដាក់គុកញឹកញយទូរទស្សន៍អាចឆ្កែទូរទស្សន៍អាចឆ្កែហ្នឹងកាមេរ៉ាគេកាន់អញ្ចឹងហើយគេចេះតែផ្សាយទៅគេដាក់ឈ្មោះទៅគេទូរទស្សន៍ដែរណាទូរទស្សន៍អាចឆ្កែដែលបានទទួលនៅបានមួយពាក់នឹងកកណាដោយអាពេលផៃវណ្ណៈតាំងពីចាប់ដាក់គុកញឹកញយពេកណាទូរទស្សន៍អាចឆ្កែហ្នឹងក៏វាអត់ហ៊ានផ្សាយដែរអត់ហ៊ានផ្សាយទេអត់ហ៊ានផ្សាយទេពួកផ្សាយឥឡូវនេះពួកទូរទស្សន៍អាចឆ្កែក៏អត់ហ៊ានផ្សាយហើយចំណែកឯមនុស្សដូចអាពេលណាដូចពួកបុកតពកហែកតប៉ាចអត់មានណាហ៊ានសូវផ្សាយអីប្រទេសទេពីព្រោះវាអត់ដឹងគោលដៅនយោបាយខ្លាចផ្សាយទៅលុញផ្លោកមិនត្រូវជាប់គុកត្រង់ហ្នឹងហើយដែលធ្វើឲ្យសុវណ្ណតារាយិនមិនសូវឃើញអាការផ្សព្វផ្សាយរីកស្គុះស្គាយនៅ Facebook ក៏អញ្ចឹងដែរដូចថ្ងៃនេះនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតទៅជួបជុំអីធំដុំណាតែក៏អត់សូវផ្សាយច្រើនដោយសារអ្វីដោយសារយូរទៅអ្នកដែលលុញពងហ្នឹងក៏មិនដឹងលុញយ៉ាងម៉េចខ្លាចជាប់គុកដែរណាហើយមួយទៀតមកអំពីរដ្ឋាភិបាលអាចឆ្កែ$23វាអត់ល្បីធ្វើមិនក៏វាមិនល្បីណាអាចឆ្កែ$23ហ្នឹងមានអ្នកធ្វើ content អីច្រើនប៉ុន្តែវាអត់ល្បីនៅក្នុងជួរគេ$23អាចឆ្កែហ្នឹងក៏អត់ល្បីអ្នកនាំពាក្យ$23អាចឆ្កែហ្នឹងអត់ល្បីអ្នក talk show $23អាចឆ្កែហ្នឹងអត់ល្បីហើយចំណែកឯអ្នកដែលផ្សាយជួយជ្រោមជ្រែង$23អាចឆ្កែហ្នឹងក៏អត់ល្បីដល់អញ្ចឹងទៅអ្នកនៅក្នុងស្រុកហ្នឹងក៏មិនដឹងថាវាមកវាយ$23ហ្នឹងវាយរងាប់អីវាអត់ដឹងអីទាំងអស់អញ្ចឹងទៅនៅក្នុង social media ក៏អត់មានអាណាតវ៉ាទៀតទេសុវណ្ណតារាយិនខ្ញុំរីករាយនឹងភាពស្ងប់ស្ងៀមហ្នឹងភាពស្ងប់ស្ងៀមហ្នឹងវាល្អចំពោះយើងទេកូនវាល្អចំពោះយើងមិនបានវាល្អចំពោះយើងវាល្អព្រោះខ្មែរមិនសូវក្រពុលមុខណាហើយមានមួយនោះណាគេហៅថាបាតគុករហែកសេឈ្មោះអីឈ្មោះសំសុខាអញ្ចឹងណាមានបាតគុករហែកសេតាំងពីវាទៅកែសម្ផស្សហើយក៏វាអត់មានអីពីព្រោះកាលណាមុខមាត់វាស្អាតហើយវាជេរដូចសត្វព្រាយវាអត់មានអាណាមើលវានៅពេលដែលមានចាំមានបាតគុករហែកសេណាខ្ញុំដាក់ឈ្មោះវាថាបាតគុករហែកសេវា
អត់អាចនឹងចាញ់ជេរអីឡូឡាអីបានទេពីព្រោះវាកែសម្ផស្សទៅវាស្រឡាញ់មុខវាខ្លះដែរបើវាចេះតែមកធ្វើដូចជាព្រាយជេរគេជេរឯងក៏វាអត់មានជួយអីហើយមួយទៀតការបោកភូតតាំងពីគេបំបិតមាត់មីធីសវណ្ណថាទៅអាការបោកភូតក៏វាខ្សោយមកចង្ហៀងតែចំណែកអាពេលផៃវណ្ណៈវាឆក់ឱកាសម្ដងវាអត់ហ៊ានឡូឡាខ្លាំងទេពពោះវាក៏វាគិតដែរតែវាធ្វើអីក៏ដោយកុំឲ្យវាជាប់គុកអញ្ចឹងអត់មានទេអត់មានទេស្ងាត់ទៅហើយការស្ងាត់ស្ងៀមនេះល្អណាការស្ងាត់ស្ងៀមនេះវាធ្វើឲ្យយើងល្អយ៉ាងម៉េចពីព្រោះភាពគំរក់ភាពហិង្សាភាពស្អប់ខ្ពើមភាពចំនួនវាថមថយចុះអាហ្នឹងខ្ញុំមើលឃើញអញ្ចឹងណាសុវណ្ណតារាយិនខ្ញុំឃើញថាវាជារឿងល្អណាចិនពេងវាមិនមែនជាគោលដៅនយោបាយរបស់ប្រទេសចិនទៅបំផ្លាញប្រទេសថៃទេកូនមិនអញ្ចឹងទេចិននៅពេលដែលខិតខំកសាងប្រទេសខ្លួនលោកស៊ីជីនពីងក៏គាត់ខំប្រឹងបំផ្លាញខ្លួនគាត់ដែរថាវាមិនខុសគ្នាពីឪពុកខ្ញុំទេជីលោកឪខ្ញុំនេះទេណាចិនពេងវាអត់ខុសគ្នាពីឪខ្ញុំដែលគាត់អួតថាស្អីក៏ជោគជ័យដែរតែចុងក្រោយលទ្ធផលវាស្មើ0ណាកូនដល់បានទេអញ្ចឹងហើយបានខ្ញុំនិយាយថាអំនួតអួតអាងតាំងពីខ្ញុំកើតមកអត់ទាន់ឃើញជ័យជំនះអត់ឃើញមនុស្សអួតបានជោគជ័យទេអត់ឃើញមនុស្សអួតបានជោគជ័យអត់ឃើញខ្ញុំអត់ឃើញមនុស្សដែលអួតអត់ទាន់ឃើញខ្ញុំកើតមកពីដើមខ្ញុំកាលដំបូងខ្ញុំជឿថាអួតជោគជ័យកាលខ្ញុំនៅក្មេងខ្ញុំចេះតែឃើញបាត់អួតជោគជ័យនៅពេលដែលអាយុខ្ញុំចាស់តិចទៅខ្ញុំឃើញថាអំនួតអួតអាងមិនដែលនាំមកនៅជ័យជំនះទេអំនួតអួតអាងអត់នាំមកនៅជ័យជំនះទេណាខ្ញុំមើលទៅវាឡើងឃើញសួស្ដីបងមុននេះ how are you there នឹងអញ្ចឹងអញ្ចឹងចិនពេងគោលដៅរបស់ចិនមិនមែនបំផ្លាញប្រទេសថៃទេក៏ប៉ុន្តែចៅដែលវាកើតចេញពីស៊ីជីនពីងវាបំផ្លាញឡាវវាបំផ្លាញភូមាវាបំផ្លាញថៃវាបំផ្លាញកម្ពុជាវាបំផ្លាញអាហ្វ្រិកហើយវាបំផ្លាញស៊ីជីនពីងណាវាធ្វើឲ្យស៊ីជីនពីងហ្នឹងគាត់ខ្ញុំឃើញឧទាហរណ៍ដូចច្រិនជឿតែខ្មែរយើងហៅចិនស៊ីណាអត់ច្រិនជឿនៅមិននៅបងស្រីស៊ីជីនពីងអស់លុយរាប់ពាន់លានដោយសារតែច្រិនជឿចុងក្រោយគេយកច្រិនជឿទៅបាញ់ចោលបាត់ទៅហើយបាញ់ចោលក្មេងអាយុ30ឆ្នាំបានប្រយោជន៍អីឃើញទេសូម្បីតែគ្រួសាររបស់ស៊ីជីនពីងក៏ទទួលនៅសេចក្តីវិនាសដែរឃើញនៅនេះហើយដែលឆ្លោះបញ្ចាំងថាអំនួតការភូតកុហកមិនអាចធ្វើឲ្យមានសេចក្តីចម្រើនទេណាអានឹងអញ្ចឹងតើពេលណាគេកាប់ឈើនៅស្រុកខ្មែរអស់អញ្ចឹងចៅចង់កាប់ឲ្យអស់មកចៅចង់កាប់ឲ្យអស់អានឹងតាអត់ដឹងទេណាពីព្រោះចៅគួរណាស់ទៅបំរើត្រីភិបគួរណាស់ទៅបំរើអ្នកកាប់ឈើទាំងឡាយដើម្បីជួយកាប់ឲ្យអស់ចំណែកតាមិនចង់ឲ្យគេបំផ្លាញព្រៃឈើអស់ទេអានឹងយើងពីរនាក់ខុសគ្នាណាចៅ